អូខេត្រីកោណមួយមានបរិមាណ42សង់ទីម៉ែត្រហើយរង្វាស់ជ្រុងទាំង3ធៀបនឹងសមាមាត្រ257រៀងគ្នារកប្រវែងជ្រុងទាំង3អញ្ចឹងមានន័យថាបើសិនជ្រុងទី1ជ្រុងទី1យើងតាំង A 2សង់ទីម៉ែត្រជ្រុងទី2 5ជ្រុងទី3របស់យើងគឺ7បែបអញ្ចឹងណាឧទាហរណ៍ថាវាផ្គុំបានជាបរិមាត្រមួយអានេះ7អ្នកគ្រូយកនេះជា C ស្មើ7អានេះឧបមាបន្តទៀតមកអានេះ5រៀងខាត់បែបនេះអូខេអញ្ចឹងអានេះរៀងវែងឈលនេះអានេះគឺ B ស្មើនឹង5បន្តទៀតអានេះគឺ2នេះអានេះគឺ A 2ច្រឡំដាក់លេខ7អូខេអញ្ចឹងវាឧទាហរណ៍បានន័យថាអញ្ចឹងប៉ុន្តែបើសិនជាទាំងអស់គ្នាបូកបរិមាត្របូកប្រវែងជុំវិញនឹងទៅយើងឃើញថាវា14ឃើញទេ14ឃើញអត់វាអត់បាន42ទេតែជ្រុងរបស់វាគឺវាមានផលធៀបបែបហ្នឹង2 5 7មានថាជ្រុងដែលខ្លីជាងគេមេគុណ2ជ្រុងដែលវែងជាងគេមេគុណ7ជ្រុងដែលបន្ទាប់ទៀតនឹងកណ្ដាលហ្នឹងគឺមេគុណ5អញ្ចឹងយើងត្រូវពង្រីកថៃកោណនឹងឲ្យធំជាងមុនតែពង្រីកប៉ុណ្ណាដើម្បីឲ្យបរិមាត្រវាស្មើនឹង42ឧទាហរណ៍អ្នកគ្រូបន្ថែម14អ្នកគ្រូព្រិចនេះវែង14ចានេះត្រូវឡើង4ណាកញ្ញត់ហើយនេះត្រូវឡើង10អញ្ចឹងអ្នកនរគ្នាទៅ14មកបូក4បូក10ហ្នឹងវាទំបាន28ទៀតកញ្ញត់អញ្ចឹងវាអត់ទាន់ស្មើនឹងបរិមាត្រ42ទេអញ្ចឹងមិនអ្នកគ្រូព្រិច2ដងអញ្ចឹងឧទាហរណ៍សាក់ព្រិច3ដងព្រិច3ដងមានន័យថាម៉េចពង្រីក3ដងមានន័យថាប្រវែងC របស់អ្នកគ្រូវាឡើងទៅជាមែនវាធ្វើ21ឧបមាហ្នឹងអ្នកគ្រូគូបន្តទៀតមកអានេះអ្នកគ្រូមិនពង្រីកវា3ដងតែគេយើងមិនចង់ពង្រីកវា3ដងព្រោះមិញ2ដងហើយបរិមាត្រអត់ទាន់ឃើញ42ទេអញ្ចឹង B នេះធ្វើពង្រីក3ដងអញ្ចឹងអានេះក៏ A នេះក៏ធ្វើពង្រីក3ដងនេះវាឡើង6អញ្ចឹងសាកបូកចូលគ្នាមើលសាកបូកគ្នាចេញ42អត់21បូក15បូកជាមួយ6ចេញ42អញ្ចឹងនេះថាយើងដឹងហើយយើងថាប្រវែងជ្រុងហ្នឹងណាប្រវែងជ្រុងហ្នឹងគឺជ្រុងដែលវែងជាងគេហ្នឹងគឺ21ជ្រុងដែលខ្លីបន្ទាប់គឺ15ហើយតូចជាងគេគឺ6ប៉ុន្តែសួរថារកតាមណាអ្នកគ្នាកណនីតាមណាដើម្បីរកឃើញថាជ្រុងទាំង3ហ្នឹង6 15 21អូខេអញ្ចឹងហ្នឹងគឺនិយាយពីសមាមាត្រណាតាមសមាមាត្រអញ្ចឹងតាមចំណតសមាមាត្រតោះអញ្ចឹងយើងដឹងណាជ្រុងរបស់ត្រីកោណនឹងតាំងអក្សរ A B C ណាចាអញ្ចឹងអ្នកគ្រូតាំងA នឹងខ្លីជាងគេ B នឹងកណ្ដាលហើយ C នឹងធំជាងគេបរិមាត្រមានន័យថាម៉េចបរិមាត្រមិញអ្នកគ្រូមិនត្រូវយកបូកចូលគ្នានេះត្រូវយកប្រវែងជ្រុង1 A បូក2បូក C ឃើញ42អញ្ចឹងណាចាអញ្ចឹងបំរាប់ទី1ចម្លើយរបស់យើងគឺយើងគណនាប្រវែងជ្រុងទាំង3អញ្ចឹងណាគណនាប្រវែងជ្រុងទាំង3អញ្ចឹងជ្រុងទី1តាំង A ជ្រុងទី2 B ជ្រុងទី3 C ហើយបំរាប់គេប្រាប់អីគេខ្លះគេប្រាប់ថាបរិមាត្របូកចូលគ្នាឃើញបរិមាត្រហ្នឹងគឺ42អញ្ចឹងបរិមាត្រមានថាប្រវែងជុំវិញត្រីកោណគឺត្រូវយកជ្រុង A ជ្រុង B ជ្រុង C បូកចូលគ្នាមកចេញ42សង់ទីម៉ែត្រអាហ្នឹងបំរាប់ទី1ឃើញអត់ដល់ពេលបំរាប់ទី2របស់យើងគេប្រាប់ថាវាសមាមាត្របំរាប់ទី2គេប្រាប់ថាសមាមាត្រចាសមាមាត្រ2 5 7អញ្ចឹងរបៀបសរសេរមានន័យថាម៉េចមិញរបៀបសមាមាត្រសរសេរទៅជាទម្រង់សមាមាត្រមកគឺ A នៅលើ2សមាមាត្រ2 5 7ហើយ B ហ្នឹងក៏នៅលើ5ហើយ C ហ្នឹងនៅលើ7អ្នកនេះចង់សរសេរថា2លើ A ស្មើ5លើ B ស្មើ7លើ C ក៏បានដែរសេដ្ឋកិច្ចអ្នកទាំងអស់គ្នាចង់ធ្វើប៉ុន្តែវារៀងពិបាកយើងគណនាបន្តិចចឹងហើយបានយើងយកអញ្ញត្តិទាំងអស់ហ្នឹងយើងយកមកដាក់នៅខាងលើតោះបានចឹងហើយធ្វើមិនទៀតតាមរយៈមេរៀនសមាមាត្ររបស់យើងមេរៀនសមាមាត្ររបស់យើងបើសិនជាយើងមានសមាមាត្រ3តួក៏ដោយ2តួក៏ដោយ1តួក៏ដោយគឺយើងអាចយកទាំង3អ្នកហ្នឹងបូកបញ្ចូលគ្នាភាគយកបូកភាគយកភាគបែងបូកភាគបែងហើយមិនទៀត
ហើយ ហើយមិនទៀតហើយ a បូក b បូក c តាមរយៈបំរាប់យើងទី1ខាងលើ a បូក b បូក c ស្មើ42 a បូក b បូក c ស្មើ42នេះ a បូក b បូក c ចឹងបាន42ចឹងបាន42នៅលើអាខាងក្រោមបូកគ្នាទៅឃើញមែនឃើញ14អញ្ចឹងបានស្មើ3ដងឃើញទេដូចដែលយើងធ្វើមិញគឺតទៅ political នៅបាន3ដងប៉ុន្តែធ្វើម៉េចទៀតធ្វើម៉េចដើម្បីរកឃើញថា a ស្មើ6 b 15 c 21គឺយកបំរាប់ទី2យកបំរាប់ទី2ពណ៌ផ្កាឈូកហ្នឹងណែបំរាប់ទី2ហ្នឹងបំរាប់ទី2ហ្នឹងគឺ a នៅលើ2បូក b នៅលើ5បូក c នៅលើ7ហ្នឹងគឺយើងដឹងហើយសមាមាត្រហ្នឹងគឺមានមេគុណ3ហើយយើងទីរកមួយមកនេះយើងកណនាមិញមានមេគុណ3អញ្ចឹងសមាមាត្រហ្នឹងមានមេគុណ3យើងចាប់វាកណនាផ្ដុំវាមួយមកយើងចាប់ a លើ2ជាមួយ3 b លើ5ជាមួយ3 c នៅលើ7ហ្នឹងជាមួយ3ហើយយើងទាញរក a ប្រមាណចែកនឹង2ឃើញ3 6មកពីណា6មកពី2គុណ3វិញនឹងឯងបន្តទៀតមក b របស់យើងមិនស្មើនឹង5គុណនឹង3ស្មើ15ហើយ c របស់យើងគឺស្មើជាមួយនឹង7គុណនឹង3ស្មើ21ដូចដែលអ្នកគ្រូបានធ្វើឲ្យអញ្ចឹងតើយើងដូចនេះ a ស្មើ6 cm b ស្មើនឹង15 cm c ស្មើ21 cm